Kawasaki សិត 900 ដំបូងមកមានក្តីសម័យចង់ជិះម៉ូតូធំគាត់ថាឥឡូវបានសម្រេចប៉ុន្តែមានរឿងខកចិត្តមួយចំនួនហើយខកចិត្តខ្លាំងនោះគឺសាំងស៊ីចុយម៉ៃស៊ីអានេះសំខ្លាយអើអើអានេះអត់សូវស្អាតទេជាមួយខ្ញុំកលជទល់តិចឲ្យវាស្អាតហ្នឹងតិចហ្នឹងហើយកលជទល់ហើយតែស្អាតតែវាស៊ីសាំងពេកខ្ញុំទិញមកដល់ជិះទេ2ខែហើយជិះទៅផ្ទះបាន2ដងមើលមកជុំបាទអានេះ Haro AR ស៊ីម៉ាំងហើយកាងនេះកាងចិននេះទិញកំងពីថៅប៉ៅមកហើយនេះសោហើយខ្សែនេះលួចគេទេបាទលួចក្មួយហើយមើលមកជុំសិនណាអេមែនលុយទេអ្នកដែលធ្លាប់សម័យចង់ជិះបើសិនជាកាត់ចិត្តបានកុំឲ្យលោជិះស៊ីសាំងអាលោកអើយស៊ីសាំងអាបាក់បននេះពីមុនមកខ្ញុំជិះ CBR 150ជិះឆ្នាំ2015ជិះតាំងពី0គីឡូដល់ 135,000 គីឡូបាទឥឡូវក៏ស្មានចិត្តថាមានឱកាសទៅយកទៅស្ដាប់សលេងវាវ៉ាបាត់ទៅហើយសលេងអត់សូវលឺ SE Project បានលឺមើលមកជុំដែរមើលមកជុំដែរអូនិយាយវាចេញរៀងស្អាតភាពវាតិចស្អាតតិចឡយអ្នកដែលសម័យចង់ជិះអីយ៉ាងណាឡើងវិញថ្លៃក៏ថ្លៃគ្រឿងបន្លាស់ក៏ថ្លៃសាំងក៏ស៊ីដែរហើយអត់សាំងតែសម័យចាណាឡើងវិញចាណាឡើងវិញអានេះគេហៅជាលំភ្នំសាន់ហ្វាងហ្នឹងហើយកោះកុងយើងលំសាន់ហ្វាងហ្នឹងអត់បានធ្វើវីដេអូជិះទេដោយសារអត់យក GoPro មកយើងមានតែថតប៉ុណ្ណឹងនិយាយក្នុងចិត្តជូនដល់មានចិត្តបងប្រាថ្នាចង់ជិះស្វែងចិត្តឲ្យច្បាស់បាទស្អាតបាត់ហើយមានអត់អីផ្លេចប្រាប់មួយទៀតអើយអានេះទោះបីថាទិញហើយមានអារម្មណ៍ថាស្ដាយក្រោយប៉ុន្តែអត់លក់ទេវាជាក្តីស្រឡាញ់ណាទោះបីតែមិនបានជីក៏ទុកមើលដែរលយខ្ញុំលយតែបងប្អូនខ្ញុំឪពុកម្ដាយខ្ញុំគាត់ថាចប់ហើយតែខ្ញុំលយយើងធ្វើវីដេអូ unboxing ហើយអានេះអ្នកលក់ហើយគេតែប្រាប់បន្ថែមមកអានេះជាជាង stand វាជាង stand របស់ Z900 ខ្ញុំហ្នឹងហើយដូចជាមានស្រោមដៃដែរចាំមើលវាមិនរូបរាងមិន stand ជាងប្រឈមម៉ូតូអានេះស្រោមដៃតិចម្ដងតិចអត់លុយទេបន្ទាប់ពីទៅឡើងជើងប្រឈមម៉ូតូហើយរុញម៉ូតូចូលក្នុងទូកុងតឺន័រអត់ជិះទេម៉ូតូលាងស្អាតហើយម្លាក់តែកង់ទេលើកវាប្រឈមសូលសាកមើលតិចមើលបងប្អូន
Yeah. Này đi mũ nhầm bạn, mũ để trả. Tại ọt miền lôi tính, chỉ mở đi khai được xong lôi tính mũ thay mùi.